ចាដល់វគ្គធ្វើសត្វកតុំ100ម្ដងណាបងប្អូនទាំងគ្នាឥឡូវយើងមើលសត្វកតុំ100នេះគឺស្អាតខ្លាំងមែនតើដោយសារយើងធ្វើពីកម្មញីដែល highlight កម្មញី highlight ហ្នឹងយកមកធ្វើសត្វកតុំ100ហ្នឹងគឺស្អាតខ្លាំងហ្មងហើយដូចមែនតើអញ្ចឹងបងប្អូនមើលកម្មញីរបស់ខ្ញុំណាគឺប្រភេទកម្មញី highlight យើងវាមាន highlight ស្រាប់តែយើងយកដាក់ពីរពណ៌បញ្ចូលគ្នាទៅកាន់តែស្អាតទៀតអានេះយើងយកពីរពណ៌បញ្ចូលគ្នាមកយើងហុំវិញវាណាបងប្អូនទាំងគ្នាវិញវាឲ្យល្មូចឹងទៅគឺជាខ្លួនវាខ្លួនខ្សែកតុំ100វាច្រើនគឺបែបហ្នឹងហើយដល់ពេលយើងធ្វើបែបហ្នឹងមើលតាមវីដេអូទៅគឺយើងរុំក្បាលវាបន្តិចហើយហ្នឹងចេញជាខ្លួនណាឥឡូវដល់ចេញវគ្គធ្វើក្បាលអញ្ចឹងយើងយកកម្មញីពណ៌ប្រោនឬក៏ពណ៌ខ្មៅអីហ្នឹងយើងយកបត់វារៀងខ្លីៗមកប្រហែលជា 4-5 ជុំទៅហើយយើងក្តោបវាឲ្យជាប់ហើយយើងរុំអាពណ៌ដែលដូចនឹងខ្លួនកតុំ100ហ្នឹងមករុំហើយយើងកាត់វាអញ្ចឹងហើយយើងរោកន្លែងក្បាលវាតិចៗណារោតិចៗទៅឲ្យវាចេញឲ្យវារៀងមូលល្អទៅឲ្យឃើញដូចភ្នែកអញ្ចឹងកន្លែងហ្នឹងគឺភ្នែកហើយនឹងក្បាលកតុំ100តែអញ្ចឹងគឺយើងយកមកភ្ជាប់ជាមួយនឹងខ្លួនរបស់វាខណៈចេញតែប៉ុណ្្នឹងមកឃើញស្អាតបាត់ហើយនេះកតុំ100របស់យើងនេះអញ្ចឹងបងប្អូនចង់ធ្វើអាចមើលតាមវីដេអូនេះបានណាខ្ញុំធ្វើមួយដាក់ជាវីដេអូលឿនទេដើម្បីងាយស្រួលបងប្អូនធ្វើទាំងអស់គ្នាហើយនេះដល់វគ្គស្លាប់វាគឺងាយបងប្អូនទាំងគ្នានេះគឺស្លាប់យើងធ្វើពីរជាប់គ្នាហ្មងហើយលួសកម្មញីដែលវា highlight ទៅបងស្រាប់ហ្មងគឺវាស្អាតយើងមិនចាំទៅ highlight លាបពណ៌លាបនេះលាបនោះលាបពណ៌នេះពណ៌នោះអីទេយើងធ្វើដាក់តែកម្មញី highlight ហ្នឹងមកគឺស្អាតយកទៅណាមិនអស់អញ្ចឹងឥឡូវយើងធ្វើមួយជាហៀងហើយឥឡូវយើងធ្វើដល់មួយជាហៀងទៀតណាអញ្ចឹងនេះរួចរាល់ហើយយើងកុំភ្លេចគៀបវាផងបើសិនជាអត់គៀបក៏បានដែរតែបើយើងគៀបវាទៅស្អាតអញ្ចឹងណានេះពេលគៀបទៅវាបែក color highlight ចេញមកស្អាតអានេះកម្មញីតែម្ដងមិនប៉ុន្តែវាចេញពណ៌រៀងខុសគ្នាដោយសារវាបដិញពណ៌អញ្ចឹងយើងបានស្លាប់ហើយឥឡូវយើងយកទៅបិទជាមួយនឹងខ្លួនរបស់វាណានេះយើងយកមកបិទអញ្ចឹងមកបិទអញ្ចឹងហើយគឺដល់វគ្គធ្វើជើងហើយតែឥឡូវយើងបិទឲ្យវាស្អាតសិនបងប្អូនមើលលៃវាថាដាក់កន្លែងណាឲ្យស្អាតអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាមើលតាមវីដេអូនេះបានហើយបើសិនជាចង់កំងផ្កាកម្មញីធ្វើពីផ្កាអីក៏បានដែរផ្កាកម្មញីឬក៏សត្វកតុំរុយសត្វខ្មុំសត្វអីផ្សេងមានបើអីអាចកំងបានកំងធោកំងអីហ្នឹងប្រភេទផ្កាឲ្យតែធ្វើលុះកម្មញីឲ្យផ្ញើម៉ូតមកឲ្យខ្ញុំមើលបានណានិយាយទៅខ្ញុំទទួលធ្វើច្រើនប្រភេទមិនមែនគ្រប់ប្រភេទទេគឺច្រើនប្រភេទអញ្ចឹងបងប្អូនអាចមើលបានបើសិនជាស្រឡាញ់ពេញចិត្តមួយណាអាចកំងបានណាហើយនេះកតុំរុយយើងរួច 80% នៅដាក់ជើងឯងបងប្អូនទាំងគ្នាឥឡូវជើងហ្នឹងក៏យើងយកអាកម្មញីពណ៌ប្រោនហ្នឹងមកដែរយើងកាត់មកល្មមដូចដែលខ្ញុំបង្ហាញហ្នឹងទៅហើយយើងបត់វាយើងកាត់ចេញយើងកាច់3មកណាហើយយើងបត់វាធ្វើដូចជើងអញ្ចឹងណាយើងបត់វាបែបហ្នឹងមកអញ្ចឹងងាយបងប្អូនអាចមើលតនឯងដោយសារតែខ្ញុំធ្វើវីដេអូនេះគឺមួយទេមិនមែនធ្វើជាលឿនទេហើយយើងយកដៃកេះមករោវាមកណាដើម្បីឲ្យវាចេញអាដែកហាំងក្រមហ្នឹងហើយវាឃើញដូចចេញជាជើងណានិយាយទៅឲ្យតែបើយើងបកកាយឆ្នៃធ្វើចេញមកស្អាតបែបខ្ជូតហ្មងណាអញ្ចឹងបងប្អូននៅតាមដានមើល Facebook មើលវីដេអូពីរបៀបធ្វើផ្កាកម្មញីខ្ញុំកុំភ្លេចជួយ follow ហើយនិង subscribe ក្នុង channel YouTube របស់ខ្ញុំផងណាហើយក្នុង channel YouTube របស់ខ្ញុំហ្នឹងគឺខ្ញុំផុសក្នុង YouTube ដែរ channel របស់ខ្ញុំហ្នឹងគឺ Da Esri 168ណាអាចចូលមើលបានហើយចាំឲ្យខ្ញុំ copy link ដាក់នៅក្នុង caption នៅខាងលើហ្នឹងណា channel YouTube របស់ខ្ញុំណាខ្ញុំរៀនពីរបៀបធ្វើផ្កាច្រើនមុខអញ្ចឹងបងប្អូនចង់មើលអាចចូលទៅមើលបានហើយឥឡូវហ្នឹងយើងធ្វើជើងរួចរាល់យើងកាច់វាទៅមុខកាត់ដល់ពេលបន្ទាប់មកយើងកាច់ទៅចំហៀងវិញណានេះដាក់ទៅនិយាយថាដូចកតុំ100ខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនរៀនធ្វើបានណានេះឥឡូវយើងសម្រាប់ធ្វើហើយនេះនិយាយទៅស្អាតខ្លាំងមែនតើហើយយើងធ្វើបានពីរឯងសិតតែកម្មញី highlight ដាក់មកពណ៌ស្អាតអញ្ចឹងណាដូចមែនតើអញ្ចឹងកតុំ100ហ្នឹងហើយមួយទៀតក៏ស្អាតដែរអញ្ចឹងយើងយកទៅដេក័រនៅលើផ្កានៅលើខ្ញុំយកទៅដាក់នៅលើផ្កាឈូកណាដល់ពេលអញ្ចឹងវាស្អាតហើយមើលដូចមែនតើបងប្អូនជាងយកទៅគាល់លើផ្កាឈូកឬក៏ដាក់លើក្នុងបាច់ផ្កាឬក៏តោងផ្កាតោងអីអញ្ចឹងទៅវាស្អាត
ចឹងបងប្អូនចង់កំងកតុំរុយហ្នឹងក៏ខ្ញុំមានធ្វើលក់ដែរអញ្ចឹងឥឡូវយើងយកទៅដាក់នៅលើផ្កាឈូកទាំងអស់គ្នាណាដោយសារភ្ញៀវគាត់កំងផ្កាឈូកអញ្ចឹងយើង free កតុំរុយជូនគាត់ដើម្បីដាក់ឲ្យវាបន្ថែមសម្រស់កាន់តែស្អាតអញ្ចឹងណាអញ្ចឹងអរគុណច្រើនបងប្អូនកុំភ្លេចជួយកំងផ្កាខ្ញុំផងណាមើលស្អាតអត់កតុំរុយក្នុងមួយថោខ្ញុំដាក់2និយាយទៅសម្រស់បន្ថែមសម្រស់ខ្លាំងមែនតែនហ្មងណាហើយភ្ញៀវគាត់កំងកតបផ្កានេះគាត់ឃើញខ្ញុំថតជូនភ្ញៀវហើយភ្ញៀវឃើញស្អាតអញ្ចឹងគាត់កំងថែមកកតបទៀតអរគុណច្រើនមកហើយអរគុណបងប្អូនទាំងគ្នាដែលបានតែងតែតាមដាន page របស់ខ្ញុំ Facebook របស់ខ្ញុំការធ្វើវីដេអូការផុសការលក់អីអញ្ចឹងណាអញ្ចឹងពិតជាអរគុណខ្លាំងមែនតែនកុំភ្លេចជួយកំងផងណាបងប្អូនទាំងគ្នាពេលត្រូវការផ្កាយកុំភ្លេច page របស់ខ្ញុំឈ្មោះស៊ីវជួជួយកំងផងអរគុណ